នេះគឺជាម្ហូបដែលមានតម្លៃថ្លៃបំផុតរបស់ Snack Pharaon សាច់អូតនេះគឺជាអាហារដ៏មានតម្លៃដែល Snack Pharaon របស់ប្រទេសអេស៊ីបចូលចិត្តបំផុតគឺសាច់អូតមុននឹងរៀបចំម្ហូបដ៏ពិសេសនេះចុងភៅបានប្រើជំនាញយ៉ាងស្ទាត់នៅក្នុងការជំរះរោមចេញដើម្បីកុំឲ្យប៉ះពាល់ទៅដល់ឲ្យជារសម្ហូបសាច់អូតដែលមានស្រទាប់ក្រាស់ៗមើលទៅស្តៀងទៅនឹង cheese ដែលធ្វើឲ្យអ្នកចង់ភ្លក់ភ្លាមៗតែម្ដងបន្ទាប់ពីស្បែកអូតទាំងមូលត្រូវបានគេបកចេញអស់ហើយសាច់អូតក៏ត្រូវបានគេកាត់ជាដុំតូចៗសាច់ត្រង់បូកអូតនេះគឺមានសភាពទន់ខ្លាំងមានពាក្យចចាមអារាមថាវាជាឱសថឲ្យជារសរបស់វាល្អជាងសាច់ត្រីធូណាលំដាប់ខ្ពស់ទៅទៀតហើយដូច្នេះហើយទើបសាច់បូកអូតនេះត្រូវបានគេប្រសិទ្ធនាមថាជារថយន្តរ៉យនៃពិភពសាច់មនុស្សមួយចំនួនថែមទាំងប្រើសាច់នេះដើម្បីធ្វើជាទ្រព្យបញ្ចាំសម្រាប់ខ្ចីប្រាក់ទៀតផងសាច់ដែលបានកាត់ជាដុំតូចៗត្រូវបានគេលាងសម្អាតយ៉ាងផ្ចិតផ្ចង់រួចជូតជាមួយទៅនឹងក្រដាសឲ្យស្ងួតល្អដើម្បីជំរះជាសើមបន្ទាប់មកសាច់នីមួយៗគឺត្រូវបានគេប្រឡាក់ជាមួយនឹងអំបិលមួយស្រទាប់ដែលមិនត្រឹមតែជួយបំបត្តិក្លិនឆ្អាបប៉ុណ្ណោះទេក៏ប៉ុន្តែថែមទាំងជួយបង្កើនរសជាតិឲ្យកាន់តែឆ្ងាញ់ទៀតផងក្រោយពីប្រឡាក់ទុកចោលមួយថ្ងៃសាច់ត្រូវបានលាងជំរះអំបិលចេញរួចបន្ថែមគ្រឿងទេសដូចជាម្រេចដើម្បីបំបត្តិក្លិនឆ្អាបដែលនៅសេសសល់សាច់អូតដែលប្រឡាក់គ្រឿងរួចត្រូវបានគេយកទៅដោតនៅលើឈើរួចចងព្យួរឲ្យស្ងួតសម្រាប់សាច់ដ៏មានតម្លៃបែបនេះធ្យូងដែលយកមកអាំងក៏ត្រូវតែជ្រើសរើសយ៉ាងសម្រិតសម្រាំងដែរដោយអ្នកស្រុកបានជ្រើសរើសប្រភេទឈើក្រអូប Velvet Wood ដែលផ្ដល់កម្ដៅខ្ពស់ក្លិនឈ្ងុយនៃសាច់អូតក៏ចាប់ផ្ដើមយ៉ាងពិតប្រាកដបន្ទាប់ពីអាំងរយៈពេល4ម៉ោងសាច់អូតនឹងមានពណ៌លឿងក្រហមគួរឲ្យចង់ញ៉ាំក៏រួចរាល់នៅពេលដែលហាន់ជាបន្ទះស្ដើងសាច់អូតមានជាតិប្រេងក៏ប៉ុន្តែមិនធ្វើឲ្យរងាស់ឡើយដែលធ្វើឲ្យអ្នកមានអារម្មណ៍ដូចជាកំពុងញ៉ាំជីអញ្ចឹងតើលោកអ្នកចង់សាកល្បងញ៉ាំសាច់វាដែរឬទេសូមខមមិននៅ